សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយនីតិវិធីនៃការទទួលនិងដោះស្រាយបណ្ដឹងធានារ៉ាប់រងនៅខេត្តកំពង់ធំដោយនាយកដ្ឋានធានារ៉ាប់រងកម្ពុជាក្នុងគោលដៅលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រងនីតិវិធីនៃការទទួលនិងដោះស្រាយបណ្ដឹងធានារ៉ាប់រងនៅរសៀលថ្ងៃទី6ខែមិនិនាឆ្នាំ2025ក្រោមវត្តមានលោកវ៉ាវិជាប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាប័ណ្ណនិងកិច្ចការគតិយុត្តនៃនាយកដ្ឋានធានារ៉ាប់រងកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមប៊ូចាន់នីរ៉ូអគ្គនាយកនៃណូថកដោយមានការចូលរួមពីលោកសប៉ាហូនាយករងរដ្ឋបាលសាលាខេត្តកំពង់ធំលោកហុកហៀងតំណាងប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តរួមទាំងលោកគ្រូអ្នកគ្រូសិស្សសានុសិស្សនិស្សិតសមាជិកសមាជិកាសរុបចំនួន170នាក់បានអញ្ជើញចូលរួមដោះស្រាយបណ្ដឹងធានារ៉ាប់រងដោយនាយកដ្ឋានធានារ៉ាប់រងកម្ពុជាក្នុងគោលដៅលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រងនីតិវិធីនៃការទទួលនិងដោះស្រាយបណ្ដឹងធានារ៉ាប់រងកម្មវិធីនេះរៀបចំឡើងនៅសន្តាគារ Chlorel Hotel និង Spa ខេត្តកំពង់ធំថ្លែងក្នុងកម្មវិធីនោះលោកសប៉ាហូនាយករងរដ្ឋបាលសាលាខេត្តកំពង់ធំបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់និងបានចូលរួមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងជាពិសេសការកិត្តគូនិងយកចិត្តទុកដាក់ការពារចំពោះពលរដ្ឋសិស្សសានុសិស្សនិស្សិតមន្ត្រីរាជការដែលប្រើប្រាស់សេវាធានារ៉ាប់រងតាមរយៈការបង្កើតឲ្យមាននៅយន្តការផ្សះផ្សាវិវាទធានារ៉ាប់រងដែលជាកត្តាសំខាន់ក្នុងការចូលរួមពង្រឹងទំនុកចិត្តរបស់សាធារណជនលើវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាទាំងមូលដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាពនិងនិរន្តរភាពលោកវ៉ាវិជាប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាប័ណ្ណនិងកិច្ចការគតិយុត្តតំណាងដល់ខ្ពង់ខ្ពស់លោកប៊ូចាន់នីរ៉ូអគ្គនាយកនៃនាយកដ្ឋានធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថាទីផ្សារធានារ៉ាប់រងនៅកម្ពុជាគឺជាទីផ្សារមួយដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមបច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងចំនួន40កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាជាមួយនេះគិតត្រឹមឆ្នាំ2024ទំហំបុព្វលាភដុល្លារមានជាង$370លានអាមេរិកនិងទ្រព្យសកម្មសរុបមានជាង$1.2 ប៊ីលានអាមេរិកនិងមានផលិតផលសម្បូរបែបមានជាអាចផលិតផលធានារ៉ាប់រងអាយុជីវិតធានារ៉ាប់រងសុខភាពធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលធានារ៉ាប់រងទ្រព្យសម្បត្តិធានារ៉ាប់រងភារៈទទួលខុសត្រូវធានារ៉ាប់រងយានយន្តធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានរហូតដល់ធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាបលោកវ៉ាវិជាបានឲ្យដឹងបន្ថែមថាវិស័យធានារ៉ាប់រងបានចូលរួមភាគទានក្នុងសេដ្ឋកិច្ចកម្ពុជាប្រមាណ 1.17% ហើយការប្រើប្រាស់សេវាធានារ៉ាប់រងជាដង់ស៊ីតេធានារ៉ាប់រងក្នុងឆ្នាំ2024បានកើនឡើង$22.33អាមេរិកសម្រាប់មនុស្សម្នាក់លោកវ៉ាវិជាបានលើកឡើងថាការយល់ដឹងលើការធានារ៉ាប់រងនិងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការដាក់ពាក្យបណ្ដឹងធានារ៉ាប់រងមកនាយកដ្ឋានធានារ៉ាប់រងកម្ពុជាក្នុងប្រទេសកម្ពុជានៅមានលក្ខណៈចង្អៀតនៅឡើយហេតុនេះបេសកកម្មចម្បងមួយរបស់នាយកដ្ឋានធានារ៉ាប់រងគឺផ្សព្វផ្សាយនិងអប់រំសាធារណជនអំពីសារៈប្រយោជន៍នៃការធានារ៉ាប់រងនិងកិច្ចការពារអតិថិជនធានារ៉ាប់រងដែលការងារនេះមានកំណត់ជាក់លាក់ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជារបស់នាយកដ្ឋានធានារ៉ាប់រងកម្ពុជាក្នុងន័យនេះនាយកដ្ឋានធានារ៉ាប់រងកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនីតិវិធីនៃការទទួលនិងដោះស្រាយបណ្ដឹងធានារ៉ាប់រងគឺក្នុងគោលដៅបញ្ជ្រាបនៅរាល់ការយល់ដឹងបន្ថែមជូនដល់មន្ត្រីរាជការនិងសាធារណជនអំពីប្រភេទនៃបណ្ដឹងធានារ៉ាប់រងនីតិវិធីនៃការដាក់ពាក្យបណ្ដឹងនិងតួនាទីរបស់នាយកដ្ឋានក្នុងការដោះស្រាយបណ្ដឹងធានារ៉ាប់រងក៏ដូចជាខ្លឹមសារនៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការធានារ៉ាប់រងក្រៅអំពីការផ្សព្វផ្សាយសិក្ខាសាលានេះក៏មានគោលបំណងបើកជាវេទិកាពិភាក្សាដើម្បីស្រែកបំភ្លឺរាល់ចម្ងល់នានាពាក់ព័ន្ធវិស័យធានារ៉ាប់រងផងដែរតាមរយៈសិក្ខាសាលានេះសិក្ខាកាមទាំងអស់បានចូលរួមសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានធានារ៉ាប់រងកម្ពុជាជាពិសេសការកិត្តគូនិងយកចិត្តទុកដាក់និងការការពារចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់សេវាធានារ៉ាប់រងតាមរយៈការបង្កើតឲ្យមាននៅយន្តការផ្សះផ្សាវិវាទធានារ៉ាប់រងដែលជាកត្តាសំខាន់ក្នុងការចូលរួមពង្រឹងទំនុកចិត្តរបស់សាធារណជនលើវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាទាំងមូលដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាពនិងនិរន្តរភាពសូមបញ្ជាក់ថាសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធីនៃការទទួលនិងដោះស្រាយបណ្ដឹងធានារ៉ាប់រងត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមជូនដល់ប្រជាពលរដ្ឋអំពីសារៈប្រយោជន៍នៃការធានារ៉ាប់រងសញ្ញាណទូទៅនៃការធានារ៉ាប់រងប្រភេទនៃបណ្ដឹងធានារ៉ាប់រងនីតិវិធីនៃការដាក់ពាក្យបណ្ដឹងធានារ៉ាប់រងនិងយន្តការនៃការដោះស្រាយបណ្ដឹងធានារ៉ាប់រងក្នុងគោលដៅលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង